ក្តីប្រាថ្នាធំបំផុតមួយរបស់ភរិយានាយករដ្ឋមន្ត្រីសូមឲ្យទេវតាឆ្នាំថ្មីជួយឲ្យប្រទេសកម្ពុជាមានសន្តិភាពប្រជាពលរដ្ឋខ្ញុំកងទ័ពខ្ញុំគឺមានសុខសុវត្ថិភាពអាចត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារវិញសូមឲ្យទេវតាឆ្នាំថ្មីឆ្នាំ2026ដែលនឹងគៀកចូលមកដល់ក្នុងពេលឆាប់ខាងមុខនេះជួយឲ្យប្រទេសកម្ពុជាមានសន្តិភាពប្រជាពលរដ្ឋខ្ញុំមានសន្តិភាពកងទ័ពខ្ញុំគឺមានសុខសុវត្ថិភាពត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញនិងបងប្អូនប្រជាពលរដ្ឋជនភៀសសឹកអាចត្រឡប់ទៅផ្ទះសម្បែងរស់នៅដោយសុខសប្បាយនេះគឺជាការថ្លែងរៀបរាប់ដោយក្តីរំជួលចិត្តរបស់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតក្នុងឱកាសអញ្ជើញចុះជួបប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ជាច្រើនរួមទាំងជនចាស់ជរាស្ត្រីមានផ្ទៃពោះនិងកុមារក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹកមកពីបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃដែលរងការឈ្លានពានពីកងទ័ពថៃក្នុងឱកាសចុះជួបប្រជាពលរដ្ឋភៀសសឹកនៅព្រឹកថ្ងៃទី26ខែធ្នូឆ្នាំ2025នេះលោកជំទាវបណ្ឌិតក៏បានពំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុតនិងដោយក្តីបារម្ភបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនព្រមទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជូនប្រជាពលរដ្ឋភៀសសឹកគ្រប់រូបនិងថែមទាំងបានយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតដោយផ្ទាល់ប្រគល់ជូនជនភៀសសឹកគ្រប់រូបដើម្បីយកប្រើប្រាស់និងសម្រួលជីវភាពរស់នៅប្រចាំថ្ងៃជាមួយគ្នានេះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនជិតឆ្ងាយទាំងអស់ដែលបានចូលរួមឧបត្ថម្ភជាច្រើនរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងសូមអំពាវនាវឲ្យបន្តផ្ដល់ជូនជំនួយមនុស្សធម៌នេះបន្ថែមទៀតក្នុងស្មារតីខ្មែរតែមួយខ្មែរជួយខ្មែរបរិយាកាសនៃការជួបសំណេះសំណាលសួរសុខទុក្ខនិងការចែកអំណោយដែលលាយឡំដោយក្តីរំជួលចិត្តនិងភាពកក់ក្ដៅនាពេលនេះបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំចំពោះទុក្ខលំបាករបស់ប្រជាជនមិនត្រឹមតែជាជំនួយសម្ភារៈប៉ុណ្ណោះទេប៉ុន្តែក៏បានបញ្ជាក់យ៉ាងច្បាស់ថាការឈឺចាប់របស់ប្រជាពលរដ្ឋគឺជាក្តីឈឺចាប់របស់ថ្នាក់ដឹកនាំនិងតែងតែឈរនៅជាមួយប្រជាពលរដ្ឋនៅគ្រប់ស្ថានភាពទាំងអស់ក្នុងវេលាយ៉ាងលំបាកនេះរាជរដ្ឋាភិបាលដែលម្ខាងប្រយុទ្ធទប់ទល់នឹងសត្រូវឈ្លានពានរីឯម្ខាងទៀតបាននឹងកំពុងជួយសង្គ្រោះដល់ជនភៀសសឹកជាច្រើនអស់បញ្ហាការប្រាក់ទាបជាមួយសេវាកម្មរំលោះម៉ូតូដោយគ្មានប្រាក់កក់មុនបងនឹងខ្លាចជាម្ចាស់ម៉ូតូក្នុងក្តីស្រមៃគ្រាន់តែមានឯកសារតែពីរមុខតែប៉ុណ្ណោះទី1អត្តសញ្ញាណប័ណ្ណទី2សៀវភៅគ្រួសារមានតែឯកសារតែពីរមុខនេះក៏អាចយកម៉ូតូដ៏ស្រស់ស្អាតទៅប្រើប្រាស់បានដែរអូអតិថិជនដែលខូច CDC ក៏អាចបង់រំលោះម៉ូតូបានដូចគ្នាដាក់ឯកសារហាងគេអត់ជាប់កុំបារម្ភហាងយើងអាចជួយសម្រួលបានជាសួរបងសួរអំពីសេវាកម្មលួសពីអតិថិជនដែលគាត់ធ្លាប់គាត់លួសជាមួយយើងហើយដាក់លឿនអត់បងសុំសួរពីយោបល់បងបាទវាលឿនហើយវាស្រួលវាអត់ញ៉ៃទៀតហើយណាមួយតម្លៃទៀបជាងគេនិយាយរួមខ្ញុំដើរឆែអស់ហើយមានកន្លែងគាត់ឲ្យថោកជាងគេអំពីទៀបហ្មងបាទទៀបហ្មងទៀប